បណ្ដាញផ្សព្វផ្សាយរិះគន់លទ្ធផលនៃការរៀបចំបង្គន់អនាម័យនៅក្នុងពហុកីឡដ្ឋានជាតិដែលបានចំណាយលុយជាង$1 លានដើម្បីកែលម្អព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី33ស៊ីហ្គេម2025ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះបានឈានចូលមកដល់ដូច្នេះត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការត្រៀមលក្ខណៈកីឡដ្ឋានជាតិរាជមង្គលដែលជាកន្លែងដ៏សំខាន់សម្រាប់ទទួលស្វាគមន៍អត្តពលិកនិងអ្នកទស្សនាមកពី11ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បណ្ដាញផ្សព្វផ្សាយថៃបានរិះគន់ថាការត្រៀមលក្ខណៈនេះត្រូវផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាពិសេសគឺបង្គន់អនាម័យសាធារណៈដែលជាប្រធានបទដ៏ចម្រូងចម្រាសកន្លងមកបើយោងតាមឯកសារដែលបានលេចធ្លាយកាលពីថ្ងៃទី3ខែធ្នូឆ្នាំ2025គណៈកម្មាធិការរៀបចំការប្រកួតបានអនុម័តថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់កែលម្អកីឡដ្ឋានជាតិរាជមង្គលគេក៏ដឹងថាថវិកាសរុបដែលត្រូវបានអនុម័តដោយអាជ្ញាធរកីឡាថៃ SAT គឺ$1252 លានឬប្រមាណ$3.5 លានសម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន8ផ្នែកហើយក្នុងនោះផ្នែកជួសជុលនិងថែទាំបង្គន់អនាម័យទទួលបានទំហំថវិកាច្រើនជាងគេរហូតដល់$40 លានឬប្រមាណជាង$1.1 លានបូកថវិកា$2.6 លានទៀតសម្រាប់ត្រួតពិនិត្យការងារបណ្ដាញផ្សព្វផ្សាយថៃបានពណ៌នាថាអ្វីដែលធ្វើឲ្យមហាជនខកចិត្តឬរូបភាពចុងក្រោយបង្អស់បានបង្ហាញថាបង្គន់អនាម័យថ្មីនេះមានសភាពមិនសមទៅនឹងខ្ទង់ចំណាយខណៈដែលគណៈកម្មាធិការរៀបចំបានអះអាងថាវាត្រូវបានរៀបចំឡើងយ៉ាងស្អាតបាតនិងទំនើបជាងមុនយ៉ាងណាមិញអង្គភាពព័ត៌មានข่าวសតភាសាអង់គ្លេសមិនបានអត្ថាធិប្បាយអ្វីច្រើនឡើយដោយគ្រាន់តែបង្ហោះរូបថតបង្ហាញទស្សនវិជ្ជាមួយចំនួនហើយឲ្យមហាជនពិចារណាដោយខ្លួនឯង